បាទពាក់ព័ន្ធទៅនឹងវិស័យធនាគារបាទស្ថានីយដោយសារតែប្រជាពលរដ្ឋខ្មែរយើងសពថ្ងៃនេះបាទគាត់មានទំនុកចិត្តទៅលើវិស័យធនាគារហើយបានយកប្រាក់ជាច្រើនបាទរបស់ខ្លួនហ្នឹងបើយើងនិយាយទៅមានតាំងពីឯកបុគ្គលផ្ទាល់ខ្លួននិងក្រុមហ៊ុនបាទយកទៅដាក់នៅធនាគារអញ្ចឹងយើងតាមដានបទយូការនេះថាតើប្រជាពលរដ្ឋមានទំនុកចិត្តប៉ុណ្ណាទុកចិត្តទៅលើធនាគារប៉ុណ្ណាដែលបានផ្ញើប្រាក់នៅវិស័យធនាគារនេះបាទនៅព្រឹកម្សិលមិញនេះធនាគារ BIDC បានធ្វើការប្រគល់រង្វាន់ដល់អតិថិជនរបស់ខ្លួនពីកម្មវិធីដាក់ប្រាក់បញ្ញត្តិសន្សំមានឱកាសឈ្នះរង្វាន់ធំបំផុតមានរហូតដល់ឡាន Hyundai Sonata តម្លៃរហូតដល់ទៅ $25,000 កម្មវិធីនេះទើបបង្កើតឡើងរយៈពេល3ខែទទួលប្រាក់បញ្ញត្តិសន្សំរហូតដល់ទៅជាង$20 លានជាធនាគារដែលបានដំណើរការជាង6ឆ្នាំមានទ្រព្យសកម្មរហូតដល់ទៅជាង$600 លាននិងបំណុលសរុប$400 លានសាខា9កន្លែងនិងអតិថិជនសរុបជាង20,000 នាក់ព្រោះធនាគារ BIDC នឹងគឺផ្ដល់អត្រាការប្រាក់ខ្ពស់និងព្រមទាំងឈ្នះរង្វាន់ដ៏អស្ចារ្យព្រមគ្នាទៅពេលតែមួយទៀតផលប្រយោជន៍ច្រើនសារទុកនៅផ្ទះវាអាចបាត់បង់ហានិភ័យគួរនិយាយទៅវាមានសុវត្ថិភាពក្នុងការថែរក្សាទឹកប្រាក់របស់យើងហើយណាមួយយើងអាចទទួលបានផលចំណេញជាងយើងទុកនៅផ្ទះមានសុវត្ថិភាពហើយនឹងទទួលបានការប្រាក់បន្ថែមចាស់ទស្សនិកជនយើងងាកមកកាន់នៅព័ត៌មានជាបន្តទៀតគឺតាក់ទងទៅនឹងបទយូការមួយទៀតដែរគឺត្រួតលេខ